ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី27ផ្ដោតលើការកែលម្អវិស័យទេសចរណ៍សណ្ដាប់ធ្នាប់សាធារណៈនិងការជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026នេះក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំសាមញ្ញលើកទី27របស់ខ្លួនដើម្បីពិភាក្សានិងផ្ដោតលើរបៀបវិរៈសំខាន់ៗរួមមានការរៀបចំអនាម័យសុខភាពក្រុងការលុបបំបាត់ការសំទានតាមតំបន់រមណីយដ្ឋាននិងការដោះស្រាយបណ្ដឹងតវ៉ារបស់ពលរដ្ឋអំពីផលប៉ះពាល់សុខភាពពីកាកសំណល់ចិញ្ចឹមសត្វការរៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំជនបញ្ហាចរាចរណ៍និងការទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវឬផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរនិងការស្នើសុំស្ដារអាងទឹកនិងប្រព័ន្ធស្រោចស្រពដើម្បីធានាប្រភពទឹកសម្រាប់បង្កបង្កើនផលក្រុមកិច្ចដឹកនាំរបស់ឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តនិងលោកអឹងកំលៀងអភិបាលរងខេត្តលោកអឹងកំលៀងអភិបាលរងខេត្តបានលើកឡើងថារាល់មតិនិងធាតុចូលពីសមាជិកក្រុមប្រឹក្សាខេត្តគឺជាសូចនាករដ៏សំខាន់សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការវិនិយោគរបស់ខេត្តលោកបានជំរុញឲ្យអាជ្ញាធរក្រុងស្រុកនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាយកចិត្តទុកដាក់លើការងារអនាម័យបរិស្ថាននិងអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាពដើម្បីលើកកម្ពស់សោភ័ណភាពខេត្តឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តបានវិតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រចាំខេត្តកក្កដាឆ្នាំ2026កន្លងមកជាមួយគ្នានេះឯកឧត្តមបានជំរុញឲ្យមន្ទីរអង្គភាពនិងស្ថាប័នពាក់ព័ន្ធប្រតិបត្តិការទេសចរអាជីវករនិងមគ្គុទ្ទេសក៍ត្រូវរួមគ្នារក្សារូបភាពវិជ្ជមានកុំកេងបន្លំភ្ញៀវនិងចូលរួមអភិរក្សអភិវឌ្ឍដើម្បីទប់ទល់នឹងវិបត្តិថយចុះនៃទេសចរដែលបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចសកលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបញ្ហាសុខាភិបាលឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានជំរុញឲ្យក្រុមការងារចុះមូលដ្ឋានបន្តជួបទំនាក់ទំនងនិងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋឲ្យបានទាន់ពេលវេលាជាមួយគ្នានេះត្រូវរៀបចំផែនការស្ដារអាងស្តុកទឹកដែលរីងស្ងួតឡើងវិញនៅតាមបណ្ដាក្រុងស្រុកដើម្បីផ្គត់ផ្គង់ការដាំដុះរបស់កសិករជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការលុបបំបាត់ក្រុមក្មេងទំនើងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកឲ្យបានដាច់ខាតដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ